បងប្អូនទេសនាគ្រប់គ្នាហេតុការណ៍បាញ់ប្រហារគ្នាយ៉ាងរន្ធត់តែម្ដងរវាងកងកម្លាំងនគរបាលសៀមប៉ះគ្នាជាមួយនឹងពួកក្រុមឧទាមសៀមព្រៃឬក៏ពួកក្រុមឧទាមថៃព្រៃកាលពីថ្ងៃទី3សីហាឆ្នាំ2026កន្លងទៅក្តៅនេះយ៉ាងណាក៏ដោយតាមការផ្សព្វផ្សាយឲ្យដឹងពីសារព័ត៌មានសៀមពួកក្រុមកងកម្លាំងនគរបាលសៀមបានប៉ះគ្នាជាមួយនឹងពួកក្រុមឧទាមសៀមព្រៃនេះវាកើតឡើងស្ថិតនៅក្នុងតំបន់ភូមិណងលែឃុំណងដែងស្រុកមឿងក្នុងខេត្តយ៉ាឡានៅលើទឹកដីប្រទេសថៃនោះយ៉ាងរន្ធត់តែម្ដងយ៉ាងណាក៏ដោយតាមការបញ្ជាឲ្យដឹងពីសារព័ត៌មានសៀមនោះហេតុការណ៍រន្ធត់បាញ់ប្រហារគ្នាទៅវិញទៅមកនេះវាកើតឡើងដោយសារពួកក្រុមឧទាមសៀមព្រៃនោះឬក៏ពួកក្រុមឧទាមថៃព្រៃនេះបានលួចធ្វើការបាញ់ប្រហារទៅលើតំបន់ប៉ុស្តិ៍រងរដ្ឋបាលសៀមមួយកន្លែងដែលមានឈ្មោះថាប៉ុស្តិ៍ឡាម៉ៃដែលស្ថិតនៅក្នុងតំបន់ស្រុកមឿងនោះហើយនៅពេលពួកក្រុមឧទាមសៀមព្រៃនេះបានបាញ់ប្រហារមុនចំណែកឯពួកក្រុមកងកម្លាំងនគរបាលសៀមមូលដ្ឋាននោះពួកគេក៏បានបាញ់តដៃតបតទៅវិញតែម្ដងដើម្បីការពារខ្លួនផងនោះដោយផែនការរបស់ពួកក្រុមឧទាមសៀមព្រៃនេះគឺក្នុងគោលបំណងគឺបាញ់ប្រហារផ្ដាច់ជីវិតរបស់ពួកក្រុមកងកម្លាំងនគរបាលសៀមមូលដ្ឋាននោះតែម្ដងប៉ុន្តែអ្វីដែលរន្ធត់នោះគឺនៅតំបន់ជុំវិញទីនោះជាពិសេសប៉ុស្តិ៍នគរបាលសៀមនោះវាមានផ្ទះសម្បែងភូមិឋានសាលារៀននិងមន្ទីរពេទ្យប្រជាជនសៀមរស់នៅច្រើនកកផងនោះគឺវាប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាជនសៀមនៅតំបន់ទីនោះផងដែរទើបលោកអធិការនគរបាលស្រុកមឿងសៀមនោះបានចុះទៅតំបន់ទីតាំងកើតហេតុភ្លាមនិងដឹកនាំកងកម្លាំងនគរបាលសៀមមូលដ្ឋានជាច្រើនក្រុមដើម្បីចេញផែនការទប់ទល់និងបាញ់ប្រហារទៅលើពួកក្រុមឧទាមសៀមព្រៃនេះរហូតទទួលបានជោគជ័យពីពួកក្រុមឧទាមសៀមព្រៃនោះតែម្ដងក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកអធិការស្រុកមឿងសៀមនោះប៉ុន្តែទោះបីយ៉ាងណាក៏ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងនគរបាលសៀមប៉ុស្តិ៍មូលដ្ឋាននិងពួកក្រុមឧទាមសៀមព្រៃឬពួកក្រុមឧទាមថៃព្រៃនេះក៏បានធ្វើឲ្យមានការផិតភ័យទៅដល់ពួកក្រុមប្រជាពលរដ្ឋសៀមរស់នៅតាមតំបន់មូលដ្ឋាននោះផងដែរដោយខេត្តយ៉ាឡានេះវាគឺជាខេត្តភូមិភាគខាងលិចរបស់ប្រទេសសៀមដែលពួកក្រុមឧទាមសៀមព្រៃនេះវាទាមទារផ្ដាច់ទឹកដីជាយូរមកហើយនោះ